សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel ខ្ញុំចំណេះមេរៀន FC បន្តគឺខ្ញុំនឹងបង្ហាញអំពី data ថៃប្រភេទ reference ការប្រើ data ថៃប្រភេទ reference នេះគឺមានថាយើងតភ្ជាប់ពីតារាងនៅក្នុងទិន្នន័យផ្សេងគ្នាហើយសម្រួលដល់ការបញ្ចូលទិន្នន័យក្នុង app របស់យើងអញ្ចឹងមុខងាររបស់ reference នេះមានអីខ្លះទីមួយគឺវាអាចកាត់បន្ថយនៃការបញ្ចូលទិន្នន័យដដែលហើយទីពីរគឺយើងការពារនៅការបញ្ចូលទិន្នន័យខុសចំពោះលក្ខណៈពិសេសរបស់ការប្រើប្រាស់ reference នេះគឺទីមួយគឺបញ្ចូលទិន្នន័យលឿនហើយនឹងទីពីរគឺវាតកតងនឹងទំនាក់ទំនងស្វ័យប្រវត្តិមានថាវាតកតងជាមួយនឹង relate record ហើយដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ច្បាស់អំពីការប្រើប្រាស់នៅ data ថៃប្រភេទ reference ខ្ញុំមានជាឧទាហរណ៍គំរូជាក់ស្ដែងមួយដើម្បីយើងធ្វើការប្រើប្រាស់នៅ data ថៃប្រភេទ reference ហ្នឹងយ៉ាងម៉េចឧទាហរណ៍នេះខ្ញុំមានប្រព័ន្ធមួយទាក់ទងជាមួយនឹង sell និង order អញ្ចឹងក្នុងនោះគឺខ្ញុំមាន3 sheet ឬក៏3 data អញ្ចឹង data ទី1 order នេះគឺមានទិន្នន័យដូចជាអីខ្លះព័ត៌មានអីខ្លះមាន order ID date customer ID នេះទៅចំពោះទិន្នន័យ data ទី2ទាក់ទងជាមួយនឹង customer អញ្ចឹងជាទូទៅរាល់ពេលដែលខ្ញុំបង្ហាញអំពីការប្រើប្រាស់ app sheet ភាគច្រើននៅពេលដែលខ្ញុំចូលពី Google Sheet ទៅកាន់ app sheet អញ្ចឹងខ្ញុំអត់ដែលបញ្ចូលទិន្នន័យស្រាប់ទេអញ្ចឹងឥឡូវនេះខ្ញុំបានឧទាហរណ៍ខ្ញុំបានបញ្ចូលស្រាប់ហើយ product ក៏មានព័ត៌មានដូចគ្នាអញ្ចេះដែរអញ្ចឹងឧទាហរណ៍ថានៅពេលដែលខ្ញុំបញ្ចូលនៅទិន្នន័យ customer ID នេះមានន័យថាខ្ញុំបង្កើត form order មួយចេញពីនេះមកពី order នេះអញ្ចឹង customer ID នេះគឺយើងប្រើ reference ចេញពី data customer ហើយនឹង product តោះអញ្ចឹងតាមដានជាមួយខ្ញុំអរគ្នាអញ្ចឹងដើម្បីបង្កើត app បានគឺយើងចូល extension ហើយយើងចុច grab on app រងចាំរយៈពេលប្រហែលវិនាទីសិនទៅអូខេយើងអាចចូលកន្លែងនេះក៏បានអញ្ចឹងជំហានបន្ទាប់គឺយើងចូលកន្លែង data នេះនៅក្នុង app sheet នេះគឺវាអូស data យើងតែមួយទេ order អញ្ចឹងយើងសល់ពី data ទៀតគឺ customer ហើយនិង product អញ្ចឹងដើម្បីអូស data ចូលបានគឺយើងចុចកន្លែងសញ្ញា add new data នេះមកអញ្ចឹងវា suggest ឲ្យពីរហើយយើងចុចមកវាលើដូចគេនេះ table customer make content អូខេ phone number អញ្ចឹង phone number យើងអាចដាក់ជា text ក៏បានឬក៏ដាក់ជា phone ក៏បានអត់អីទេអញ្ចឹងអត់អីទេអត់កុំបារម្ភអីអូខេយើងបន្តមកយើងអូស data product អូខេវាបាត់ alert ហើយអញ្ចឹងជំហានបន្ទាប់គឺយើងមើលប្រភេទយើង set key ហើយនឹងប្រភេទថៃនីមួយៗនៅក្នុង data អញ្ចឹង product ID យើងឲ្យវាជា text ហើយយើងយកជា key អូខេត្រឹមត្រូវ catalog នេះយើងយកជា text ក៏បានដូចជា enum ក៏បានដែរអីទេនេះអូខេ product name price ចំពោះcustomer វិញយើងយក customer ID ជា key អូខេ ថៃ text ត្រូវ phone number យើងអាចយកជា phone ក៏បានយកជា text ក៏បានដែរអីទេចឹងយើងយកជា phone ទៅអូខេយើង save ជំហានបន្តគឺយើងមើលកន្លែង order គឺយើងកំណត់យក order ID ជា key ត្រឹមត្រូវdate អូខេ customer ID នេះគឺយើងយកអីគេយើងយកវាជាថៃជាប្រភេទ reference ចឹងដើម្បីចូលបានយើងចុចកន្លែងនេះក៏បានឬក៏យើងចូលសញ្ញា3នេះក៏បានដែរអូខេកន្លែងថៃនេះយើងដូរទៅជា reference នេះហើយយើងយកចេញពីណាមានថាយើងយកចេញពី customer table customer អូខេហើយយើងចុច is in path មកបន្តមកទៀតយើង input មួយនេះយើងជា drop down មកស្អាតឬចុចជា button ក៏បានដែរតែ drop down ស្អាតជាងអូខេយើង done ឥឡូវយើងមកមើលកន្លែង
view របស់ order វិញជាមួយខ្ញុំចុច add new form ជាង customer វាចេញនេះហើយនេះឃើញចេញមកហើយវាដូចទៅនឹងនេះអត់នេះនេះអូខេcustomer ID មកឈ្មោះនេះlabel គឺយើងយកអីគេយកនេះទៅត្រូវ save អូខេអញ្ចឹងយើងកែសម្រួលកន្លែង customer នេះយើងយកនេះវិញនេះយក customer ID label បើវាចេញ ID យើងណានេះឃើញទេអូខេ save ជំហានបន្តយើងមើលកន្លែង catalog នេះអញ្ចឹង catalog នេះកន្លែង product នេះឧទាហរណ៍ថាបើយើងរើសកន្លែងភេសជ្ជៈអញ្ចឹងក្នុង product នេះវាមានតែតែបៃតងឬកាហ្វេទឹកដោះគោទេវាអត់អាចលោតទាំង3បានទេនេះអត់បានមានថានៅពេលយើងរើសគ្រឿងភេសជ្ជៈនេះអញ្ចឹងដាច់ខាតវា product name គឺមានតែពីរទេគឺតែបៃតងនិងកាហ្វេទឹកដោះគោមិនអាចនំប៉័ងសាំងវិចបានទេបើយើងរើសនំប៉័ងបើយើងរើស catalog នំប៉័ងឬនំខេកអញ្ចឹង product name គឺជានំប៉័ងសាំងវិចមិនអាចជាតែបៃតងឬកាហ្វេទេហ្នឹងណាអូខេអញ្ចឹងដើម្បីយើងធ្វើបានគឺយើងចុចកន្លែងនេះក៏បានយើងចូលកន្លែងប៊ិចនេះក៏បានដែរហើយយើងចូលកន្លែងdata valid នេះហើយកន្លែង valid if នេះយើងយកឲ្យវិញយើងយក product នេះ data របស់ product នេះនៅក្នុងណានៅក្នុង product name អូខេជាមួយណាcustomer ID នេះចឹងកាត់យកតបាន save ចឹងវាអត់ត save ទេ save អូខេនេះឃើញវាចេញទេចឹងទេថា catalog នេះខ្ញុំរើសតែបៃតង product name អត់តចេញណាយកអត់ត set សំទោសយកអត់បាន set ប្រភេទ product name ចឹងចំពោះកន្លែង product name វិញ product name ក៏យើងត្រូវ set formula ឲ្យវាដែរកន្លែងឧទាហរណ៍ថាអញ្ចឹងនៅពេលដែលខ្ញុំចុចកន្លែង form នេះឧទាហរណ៍ខ្ញុំរើសនេះចុះ customer នេះតែបៃតងអញ្ចឹងតែបៃតងមិនត្រូវ catalog តែបៃតង catalog គឺខ្ញុំរើសខុសសំទោសcatalog នេះត្រូវ catalog មិនត្រូវច្រឡំវិញសំទោស catalog អូខេនេះឃើញទេអញ្ចឹងcatalog នេះគឺមានតែពីរទៀតថាឡើងខ្ញុំរើសគ្រឿងភេសជ្ជៈអញ្ចឹងក្នុង product name នេះគឺវាចេញអីគេគឺមានចេញនៅតែបៃតងឬកាហ្វេទឹកដោះគោអញ្ចឹងដើម្បីធ្វើបានគឺយើងចូលកន្លែង product name នេះហើយយើងកំណត់នៅរូបមន្តឲ្យវាអញ្ចឹងយើងចូលកន្លែង valid នេះមក if ចឹងខ្ញុំ copy តែម្ដងខ្ញុំខ្ជិលសរសេរនេះខ្ញុំបានរៀបចំរូបមន្តនោះហើយរូបមន្តនេះគឺខ្ញុំនឹងផ្ញើជូននៅក្នុងក្រុម Telegram នេះចាំខ្ញុំបញ្ចូលតាមក្រោយចឹងយើងធ្វើការ select ចេញពីណាចេញពី data របស់ product នៅក្នុងណានៅក្នុង product name នេះចំពោះ category គឺយកមានថានៅពេលយើងរើសគ្រឿងភេសជ្ជៈហ្នឹងគឺវាចេញតែបៃតងឬក៏កាហ្វេទឹកដោះគោទេហ្នឹងណាអូខេយើង save ហើយយើងតេស្តម្ដងទៀតអូខេខ្ញុំរើសនេះចុះខ្ញុំរើសភេសជ្ជៈទៀតថាcatalog ខ្ញុំរើសគ្រឿងភេសជ្ជៈអូខេចឹងវាចេញឃើញ product នេះមានតែពីរតែបៃតងឬកាហ្វេទឹកដោះគោអូខេខ្ញុំយកកាហ្វេដោះគោ quality 1ចឹងតម្លៃគឺយើងអត់ចាំបាច់សរសេរដោយដៃទេមានថាអញ្ចឹងជាធម្មតាកាហ្វេទឹកដោះគោតម្លៃ$2ចឹងនៅពេលដែលយើងរើសកាហ្វេទឹកដោះគោចឹងជាទូទៅគឺវាលោតតម្លៃឲ្យហើយហ្នឹងណាចឹងដើម្បីយើងធ្វើបាន
គឺយើង set នៅរូបមន្តមកនេះណាចឹងចំពោះ price នេះជាង set កន្លែង ប៊ិចនេះហើយយើងចូលកន្លែង valid នេះយើងមានរូបមន្តដែរអូខេ set price នេះយើងផាមកproducts ក៏រូបមន្តនេះគេអូជួយ price នេះយើងដាក់ជាគេជា tag ជានេះអូខេយើងយកតាមវាទៅវាប្រាប់ list អូ price អូសុំទោសខ្ញុំដឹងខុសកន្លែងណាគឺយើងអត់ប្រើនៅកន្លែង valid if ទេគឺយើងប្រើនៅកន្លែងនេះនៅកន្លែង formula នេះសុំទោសច្រឡំនេះអូខេនេះមិនត្រូវសុំទោសណាអូខេយើង save មកអូខេអញ្ចឹងចំពោះ total amount គឺ ថៃរបស់វាគឺគេគឺ price អូខេ save អញ្ចឹង total amount មកស្មើគេស្មើនឹង quality តគុណនឹងដំឡើងអញ្ចឹងយើងសរសេររូបមន្តវាតែម្ដងអញ្ចឹងវានៅក្នុង data code នេះ order អញ្ចឹងយើងយកគេយក price តគុណនឹង quality អូខេ save អូខេឥឡូវយើងចាប់ផ្ដើមតេស្តខ្ញុំរើស customer ID 1នំប៉័ង cake នំប៉័ង sandwich 1អញ្ចឹងយើងមើលនំប៉័ង sandwich តម្លៃត្រូវអត់អូខេ 1.5 ត្រឹមត្រូវអញ្ចឹង total យើង save មកនេះជាងបានហ្នឹងណាដើម្បីយើងមើល view ទៅស្អាតអញ្ចឹងយើងចូលកន្លែងចុចកន្លែង view នេះក៏បានឬក៏យើងចូលកន្លែងនេះក៏បានដែរនេះហើយយើងមើលយើងកំណត់មកបើថាយើងវាជាប្រភេទ table ហើយកន្លែងនេះថាខ្ញុំចង់យកប៉ុណ្នេះចុះតែយើងចង់បាន order ID នេះអញ្ចឹងយើងចុចកន្លែងនេះកន្លែង order នេះយើង cross ID ចោលឬមួយក៏អញ្ចេះក៏បានដែរយើងអូសវាចុះទៅក្រោមមកយើងយកអាណាដែលសំខាន់ quality price total amount អូខេនេះយើង save មកហើយយើងដូរ icon មកនេះយើងដូរ icon យើងចូលកន្លែង display ហើយអូខេខ្ញុំយកនេះចោះអូខេorder អញ្ចឹងដែរយើងមើលមកជាយើងកំណត់ view វាមកជា table ក៏បានជាអីបានជា cross នេះមកនេះ action អូខេយើងចេះក៏បាននេះជា date អូខេយើង save មកអញ្ចឹងយើងនៅមាន table មួយទៀតត្រូវអត់គឺ product អញ្ចឹងយើងទាញមកឧទាហរណ៍ឥឡូវខ្ញុំចង់បានview ប្រភេទអញ្ចឹងយើងក៏ copy មកយើងដាក់អីគេ product អូខេ save វាលើនេះគេsave customer name remove sort column sorry កន្លែង product នេះយើងអត់មាន customer name ត្រូវអត់អូខេយើង save
ហើយយើងដូរ icon មកចូល display យើងយកនេះចុះឧទាហរណ៍customer ចឹងដូចគ្នាយើងដូរមកយើងយកអីគេឧទាហរណ៍ចេះ save មួយទៀតខ្ញុំចង់បាន order នេះនៅទី1នៅ version ទី1ចឹងដើម្បីយើងធ្វើបានយើងចុចកន្លែង order នេះមកហើយយើងចូលកន្លែងណានេះ order នេះហើយយើងកំណត់នៅ position របស់វានេះ first ឃើញទេយើងចុច save មកអូខេចំពោះpreview Thai អ្នកនរគ្នាអាច edit តាមអ្វីអ្នកនរគ្នាចង់បានណាអញ្ចឹងខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍គំរូទេអូខេអញ្ចឹងជំហានបន្តយើងដាក់ថែមមួយទៀតមកអូខេខ្ញុំរើសយកកត់នឹងទៅដែរតែយកគ្រឿងភេសជ្ជៈថាតែបេតងចុះខ្ញុំយកមួយអូខេឃើញទេអញ្ចឹង save អូខេយើងចុចនេះមកមើលមកហើយកន្លែង view ម្ដងទៀតនេះយើងដើម្បីយើងធ្វើការ edit បានយើងចូលកន្លែង order detail នេះក៏បានឬមួយក៏យើងមើលកន្លែង system generate នេះឃើញទេអូខេខ្ញុំយក side by side ហើយខ្ញុំដោះអានេះចេញអូខេយើង save មកអូខេយើងថាសមត្ថភាពប៉ុណ្ណឹងចុះណាខ្ញុំចង់អូសវាឡើងអញ្ចឹងយើងចុចកន្លែង menu នេះហើយខ្ញុំរើសអីគេយើងយក quality price ហើយនឹង amount អូខេ save ពេលថាយើងមានប៉ុណ្នេះចុះឥឡូវខ្ញុំចង់ថែមខ្ញុំចង់ថែមព័ត៌មានរបស់អតិថិជនឧទាហរណ៍ណាព័ត៌មានអតិថិជនយើងអត់បានដូរ display របស់ icon របស់ customer ណាអូខេយើងដូរមកនេះកន្លែង custom នេះអូខេ display និយាយថាយកអានេះចុះឧទាហរណ៍តាមបិទខុសនេះ product នេះមិនត្រូវនេះវានេះមិនត្រូវនេះproduct នេះ product យកនេះមិនត្រូវនេះ icon ណាហើយ customer អាយ៉ា sorry customer យើងយកឲ្យបែបមនុស្សវិញមិនត្រូវនេះមើលទៅវាសមអូខេឥឡូវខ្ញុំធ្វើការថែមនៅអតិថិជនអញ្ចឹងយើងចុចកន្លែង form នេះនៅ add នេះមកអញ្ចឹងយើងមើល customer ID នេះនៅក្នុង Google Sheet របស់យើងកន្លែង customer នេះយើងបានកំណត់ហើយcustomer 001 002អញ្ចឹងដើម្បីយើងតបាន customer cost 003បានអញ្ចឹងគេប្រើរូបមន្តមិនយើងចូលកន្លែង data នេះហើយកន្លែង customer នេះយើងកំណត់នៅ customer ID នេះអញ្ចឹងយើងមើលកន្លែង value របស់វានេះខ្ញុំក៏មានរូបមន្តដែរខ្ញុំខ្ជិលសេអូខេកន្លែង customer គេមានរូបមន្តនេះយើង copy មកយើងផាសអូខេ save មើលណាតើវា load customer 003អត់អានេះបើយើងឲ្យវាតាមលំដាប់ customer 001 customer 002បានយើងចូលកន្លែង view នេះហើយយើងមើលកន្លែងនេះយើងរើសកន្លែងនេះខ្សត់បាយនេះឃើញវា load វិញតាមលំដាប់ឃើញទេអូខេខ្ញុំធ្វើការថែម add ឃើញវា load តហើយឃើញទេនេះអញ្ចឹងមើលយើងបំពេញមកប៉ុន្តែកន្លែង order intry reference នេះតាមពិតយើងអត់ចាំបាច់ទេនេះអញ្ចឹងដើម្បីយើងបំបត្តិកន្លែង data នេះបានយើងចូលកន្លែង customer form នេះអញ្ចឹងកន្លែង customer form នេះយើងចុចកន្លែងនេះមកហើយយើងចុចកន្លែង menu ខ្ញុំអត់ចង់បាននេះទេកន្លែងពេញ form ណាអូខេ save អូខេឧទាហរណ៍ណាម្ដងទៀត customer add 003ឧទាហរណ៍ថាឈ្មោះច័ន្ទសុធាឧទាហរណ៍phone number ហើយ save មកនេះអញ្ចឹងយើងទៅមើលនៅក្នុងGoogle Sheet តើវា load ឲ្យនេះឃើញវាចេញមកនេះឃើញ
ឃើញទេតើនេះអញ្ចឹងហើយខ្ញុំបញ្ជាក់មួយទៀត Google Sheet នេះវាព្រៀបបានដូចជា data របស់យើងតែម្ដងកាលណាយើងលុប file នេះចេញគឺ app ក៏លុបដែរហ្នឹងណាត្រូវយើងត្រូវប្រយ័ត្នណាទាំងអស់ហ្នឹងអូខេអញ្ចឹង product អញ្ចឹងដូចគ្នាដែរខ្ញុំចង់បន្ថែមដើម្បីឲ្យវា load ទៅតាមលំដាប់នេះបាន product ID បានអញ្ចឹងយើងចូលកន្លែង data នឹងដែរមកហើយយើងចុចកន្លែង product នេះហើយយើងទៅ edit នៅរូបមន្តរបស់វាខ្ញុំក៏មានរូបមន្តដូចគ្នាដែរអូខេ set product ID នេះអូខេ save អូខេខ្ញុំធ្វើការ add បន្ថែមអូខេ Pro 01 catalog នេះបើសិនជាអ្នកនរគ្នាមានអាប់សេឬក៏ catalog មានតែ2ទេនេះអញ្ចឹងយើងអាចប្រើ data type របស់វាជា enum ឬក៏ enum list អូខេណាអញ្ចឹងដើម្បីកំណត់កន្លែង product នេះបានយើងចូលកន្លែង catalog នេះយើងយកជាអីគេជា enum list ឬក៏ជា enum អូខេទេថាយើងយក enum list នោះឧទាហរណ៍ណាហើយចុចកន្លែង edit badge នេះយើងឲ្យ allow add នេះអូខេ save អូខេ order product name នេះsorry អញ្ចឹងយើងអាចកំណត់កន្លែង product នេះជា enum list បានទេព្រោះយើងចង់មុនពីនោះមកអញ្ចឹងចុះឥឡូវទៀតថាខ្ញុំរើស enum វិញមិនដែរវា error រូបមន្តណោះអូខេ enumខ្ញុំជិលសេដដែលទីហោយើងឲ្យគេឲ្យអត់បើអត់ឲ្យគឺយើងសរសេរដៃណាអូខេយើងយក drop down នេះមកឬក៏ stack ក៏បានដែរ save វាឲ្យណាអូខេបើសិនជាយើងមាន catalog ច្រើនអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលកន្លែងនេះ edit catalog នេះមកហើយបន្ថែមមកណាឧទាហរណ៍ថាប្រភេទអីទៀត catalog ម្ហូបឧទាហរណ៍អញ្ចឹងណាអូខេចឹងយើងធ្វើ save មកអូខេកន្លែង product នេះខ្ញុំបញ្ចូលនៅតំណែងផ្សេងទៀតឧទាហរណ៍នេះឃើញវាចេញមកហើយរើសម្ហូបមកឈ្មោះ product name ដោយសារអីគេវាអត់មានអត់ទាន់មានអញ្ចឹងយើងបន្ថែមមកទៀតថាម្ហូបអីមកជូរគ្រឿងទីហោអញ្ចឹងចុះតម្លៃវា$2 save អូខេនេះចង់ឧទាហរណ៍ថាឥឡូវខ្ញុំឧទាហរណ៍តាក់ទងជាមួយ order បន្ថែមទៀតឥឡូវខ្ញុំរើស customer ID មួយដដែលចុះគាត់រើសម្ហូបនេះម្ហូបមានមួយហើយជូរគ្រឿងអញ្ចឹងយកមួយមកឬក៏2 3នេះ save មកឃើញទេអូខេចំពោះការបង្ហាញមេរៀនតាក់ទងជាមួយនឹង data type ប្រភេទ reference នេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសូមទោសផងចំពោះការប្រើនៅរូបមន្តខុសឬក៏ error ដោយសារតែពេលខ្លះខ្ញុំក៏ភាំងដូចគ្នាដែរសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍ដល់អ្នកនរគ្នាអរគុណច្រើន